bọ thật lọp mà rương xưa thà cái việc anh dễ bàn tích đấy nè đời xa là ní miền bịa sẵn cran để dừng prá nè trôi cho nam sẵn cran đây cái này đấy muốn dừng dễ tự đào rương là bài là ní bây giờ dừng prá bịa thà sẵn cran có mến dừng tầm prá đấy dừng prá dù hơi miền con sẽ lại cho đặc miền ấy hay dừng miền mà hà sẵn cran nhưng số mơ ạt bọt sao chỉ còn dễ thà anh đang chỉ đặc biệt để dừng tụi tụi bình đi máu chập pi mà khai tầm khai nó có cái hà sẵn cran đấy bên nè vì mình chỉ mà há nó vì trắm chia sẵn cran mà là hỏi pin đạp khai nó mình mà hà vì tràn chiên mùi mình nênทำháสงกรานต์là hỏi dân tay khơi vì muốn vì khơi máu sẽ đạp chụp bay lúc ta phải chuồn để có chiêng tam bần đàm crom ngồi cả thà thưa sai chúng cá ở sẽ đạp hà sង្ក្រាន្តពេលមហាសង្ក្រាន្តគឺសភៅមួយដែលក្រុមជំនុំទំនៀមទម្លាប់ខ្មែរយើងធ្លាប់បោះពុំពីមុនមកតែឥឡូវខ្ញុំមិនដឹងថាម៉េចទេមិនដឹងថាមានអត់ទេគាត់រៀបរាប់ពីរណ្ដាប់សម្រាប់ទទួលទេវតាឆ្នាំហ្នឹងទេវតាយាងចុះមកពេលណាយប់ឬក៏ថ្ងៃឈ្មោះអីហើយរណ្ដាប់សំខាន់អីខ្លះអញ្ចឹងហើយបានដឹងថាទេវតាយើងចាំមាន7អង្គប៉ុន្តែពេលដែលពីមួយឆ្នាំទៅមួយឆ្នាំរណ្ដាប់ដែលទទួលហ្នឹងក្រៅពីបាយសីស្លាធម៌ធូបទៀនហ្នឹងមានរណ្ដាប់ខ្លះពិសេសដែរឧទាហរណ៍ទេវតាឆ្នាំខ្លះសោយលោហិតខ្លះសោយអីអញ្ចឹងទៅតាមទំនាយនៃមហាសង្ក្រាន្តហ្នឹងទេយើងក៏មិនដឹងថាការកណនាហ្នឹងជារបៀបមិនទេតែថានេះជាប្រពៃណីមួយដែលវាដកជាប់ទៅនឹងសង្គមយើងហើយលោកអ្នកដែលគាត់មានចំណេះក្នុងរឿងហោរាសាស្ត្រលោកទុះទាយទៅឃើញអញ្ចឹងលោកគុណគូទៅឃើញមិនអញ្ចឹងយើងមិនថាឲ្យតែដូចចូលឆ្នាំសកលឲ្យដាច់ count down ដល់ម៉ោង12យប់អាហ្នឹងរាប់ថាចូលទៅឆ្នាំមួយអត់ទេឆ្នាំខ្មែរនេះគឺមានម៉ោងមានពេលខុសគ្នារហូតបាទអញ្ចឹងហើយពាក្យសង្ក្រាន្តមហាសង្ក្រាន្តអីនេះខ្មែរយើងប្រើយូរហើយដែរគ្រាន់យើងឥឡូវនេះយើងក៏ប្រើដែរប្រើជាលក្ខណៈដូចថាយើងរៀបចំសង្ក្រាន្តតាមខេត្តនេះខេត្តនោះសង្ក្រាន្តវត្តនេះសង្ក្រាន្តវត្តនោះអត់ខុសទេតាមមហាវិទ្យាល័យបាទតាមមហាវិទ្យាល័យបំផុសពាក្យហ្នឹងបាទបំផុសពាក្យហ្នឹងហើយពាក្យហ្នឹងយើងប្រើយូរយើងមាននៅក្នុងសាលាចរិតអីមួយកន្លងត្រឡប់មករឿងទិដ្ឋភាព